បើអ្នកកាន់កាប់ដឹងថាដីជារបស់អ្នកដទៃតើការកាន់កាប់នោះអាចនាំទៅរកកម្មសិទ្ធិបានដែរឬទេការកាន់កាប់ដោយសុចរិតគឺជាលក្ខខណ្ឌទី5និងជាលក្ខខណ្ឌចុងក្រោយនៃភោគៈដែលអាចនាំទៅរកកម្មសិទ្ធិលើអចលនវត្ថុការកាន់កាប់ដោយសុចរិតមានន័យថាអ្នកកាន់កាប់ពិតជាមិនបានដឹងថាមានបុគ្គលផ្សេងទៀតមានសិទ្ធិឬផលប្រយោជន៍លើអចលនវត្ថុនោះនៅពេលដែលខ្លួនចូលកាន់កាប់នោះឡើយនិយាយដោយសាមញ្ញអ្នកកាន់កាប់ត្រូវជឿដោយស្មោះត្រង់ថាការកាន់កាប់របស់ខ្លួនមានមូលដ្ឋានត្រឹមត្រូវនិងមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃឧទាហរណ៍ថាអ្នកកាន់កាប់មិនបានដឹងថាដីនោះមានម្ចាស់ឬអ្នកផ្សេងកំពុងមានសិទ្ធិស្របច្បាប់នៅលើដីនោះឡើយនៅពេលដែលខ្លួនចូលទៅកាន់កាប់ដូច្នេះភោគៈដែលអាចនាំទៅរកកម្មសិទ្ធិបានត្រូវធ្វើឡើងដោយសុចរិតនិងដោយស្មោះត្រង់នេះគឺជាលក្ខខណ្ឌទី5និងជាលក្ខខណ្ឌចុងក្រោយនៃភោគៈដែលអាចនាំទៅរកកម្មសិទ្ធិលើអចលនវត្ថុបានសុភាព Legal Property ជួយយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក